បាទសួស្តីបងប្អូនថ្នាក់ទី12ទៅតែប្រឡងចប់ហើយថ្មីអញ្ចឹងថ្ងៃនេះខ្ញុំលើកយកលំហាត់មួយដែលចេញប្រឡងគ្រូអនុវិទ្យាល័យឆ្នាំ2024ដំណាក់កាលទី1ជាវគ្គប្រឡង QCM អញ្ចឹងលំហាត់នេះដែរគេឲ្យដោះស្រាយក្នុងសំណុំ C នៅសមីការ x ការ៉េដក 18x បូក1681ស្មើ0អញ្ចឹងសំណុំ C នេះគឺជាសំណុំកំប្លេចអញ្ចឹងបើយើងរកមកគឺគាត់ជាជាប់ឯកតានិមិត្ត e របស់ក្នុងសំណុំកំប្លេចហើយអញ្ចឹងឥឡូវយើងដោះស្រាយទាំងអស់គ្នាអញ្ចឹងនៅក្នុងការដោះស្រាយគឺខ្ញុំរកតាម discriminant គឺរកតាម data prim ណាដោយសារទូ B យើងអាចចែកដាច់នឹង2អញ្ចឹងរកតាម data prim មកគឺឃើញថាវាបាន9ការ៉េដក1គុណ1681ដោយសារទូ A យើងស្មើ1ហើយទូ B យើងគឺដក18ពេលយើងចែកជា2មកបានដក9អញ្ចឹងដក9ដោយសារសញ្ញាពេលលើក O ការ៉េទៅគឺវាវិជ្ជមានអញ្ចឹងខ្ញុំសេតែ9ការ៉េអញ្ចឹងបូកដកមកគឺស្មើដក1600អញ្ចឹងអាដក1600ហ្នឹងខ្ញុំអាចសរសេរបានថា40 e O ការ៉េដោយសារដើម្បីបំបត្តិអាសញ្ញាដកនេះទៅតោះមកខ្ញុំបញ្ចូលឬវាទៅរក data prim គឺអា42 e 40 EO ការ៉េគឺអាចចេញទៅឬបានអញ្ចឹងបាន40 e ហើយយើងរកឬវាមកគឺស្មើ9ដក40 e ចែកឲ្យ1 1គឺ a ណាអញ្ចឹងសម្រួលមកបាន1ដក40 e x ដឺគឺបាន9បូក40 e អញ្ចឹងនេះជាចម្លើយរបស់សមីការទៅពេលនៅលំហាត់មួយទៀតខ្ញុំបង្ហាញលំហាត់មួយទៀតគឺតកតូន derivative នេះ derivative អនុគម logarit ហើយយើងក៏លេខមកមើលសោមអនុគមទៅក្នុងលិនរបស់យើងគឺជាផលចែកអញ្ចឹងយើងរំលឹកទៅដល់រូបមន្ត logarit ផលចែកស្មើផលដក logarit អញ្ចឹងខ្ញុំបបែកអានឹងទៅជាផលដកសិនបានងាយស្រួលក្នុងការកណនា derivative អញ្ចឹងយើងបាននេះបានលិនកតា1ដក x ការ៉េដកលិនកតា1បូក x ការ៉េតោះមកយើង derivative វាធម្មតាមកគឺអ៊ុយព្រីមលើអ៊ុយអញ្ចឹងយើងបាន1ដក x ការ៉េព្រីមនៅលើ1ដក x ការ៉េដកឲ្យ1បូក x ការ៉េព្រីមនៅលើ1បូក x ការ៉េយើង derivative វាមកអញ្ចឹងពេលយើង derivative មកនេះគឺបានដក 2x ហើយទូទី2គឺបាន 2x តោះមកយើងនឹងពិបែងរួមវាអញ្ចឹងយើងតម្រូវពិបែងរួមមកគឺបាននេះតពីតម្រូវពិបែងហើយយើងគុណពលាតធម្មតាមកយើងគុណពលាតហើយគឺបានដក 2x ដក 2x គីបដក 2x បូក 2x គីបអញ្ចឹងអាដក 2x គីបនិងបូក 2x គីបដាច់អស់ហើយហើយយើងយកដក 2x បូកចូលគ្នាមកណាហើយភាគបែងគឺវាចូលមកកតាបូកមកកតាដកអញ្ចឹងវាបាន a ការ៉េដក b ការ៉េអានេះ x ការ៉េទៅពេលយើងលើកជាការ៉េទៀតវាបាន x ស្វ័យគុណអញ្ចឹងនេះចម្លើយចុងក្រោយគឺស្មើដក 4x ចែកឲ្យ1ដក x ស្វ័យគុណ4អញ្ចឹងយើងបានចម្លើយចុងក្រោយគឺនេះវាចម្លើយដូចនេះចុងក្រោយអូខេអញ្ចឹងលំហាត់ហ្នឹងគឺមានប៉ុណ្្នឹងទេអញ្ចឹងបងប្អូនចង់រៀនខ្ញុំរៀនតាមអនឡាញបងប្អូនអាចតាក់ទងខ្ញុំតាម Telegram ឬក៏ឆាត Facebook គុំច្រើន